កឌីឡារីកុនអ្នកគ្រប់គ្រង Manchester United បែបនេះជំវិញការស្រែកជ្រាវមកកាន់ម្ដាយ Phil Foden ព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official ការប្រកួត Manchester Derby កាលពីថ្ងៃអាទិត្យនៅកីឡដ្ឋាន Old Trafford គឺជារឿងមួយដែលមិនអាចបំភ្លេចបានខណៈដែលភាគីទាំងសងខាងបានប្រឹងប្រែងដើម្បីរកគ្រាប់បាល់ប៉ុន្តែបានត្រឹមតែស្មើគ្នាប៉ុណ្ណោះលោក Pep Guardiola បាននិយាយថាអ្នកគ្រប់គ្រង Manchester United គួរតែខ្មាស់គេចំពោះការស្រែកថាគ្មានវណ្ណៈសំដៅលើតារាបាល់ទាត់ Manchester City គឺ Phil Foden និងម្ដាយរបស់គាត់ Foden គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនដែលតស៊ូហើយត្រូវបានលោក Pep Guardiola បដូរចេញបន្ទាប់ពីគាត់លេងបាន58នាទីត្រូវបានជំនួសដោយ Jeremy Doku វាគឺជាការប្រកួតដ៏លំបាកមួយផ្សេងទៀតសម្រាប់កីឡាករអន្តរជាតិសញ្ជាតិអង់គ្លេសដែលទទួលរងនឹងការតេះដៀលដ៏អាក្រក់ពីកីឡដ្ឋាន Old Trafford លោក Pep Guardiola បានបង្ហាញអារម្មណ៍ខឹងសម្បារនឹងការស្រែករបស់អ្នកគ្រប់គ្រង Manchester United គាត់ជំទាស់ថាខ្ញុំមិនយល់ពីចិត្តមនុស្សដែលតេះដៀលដ៏អាក្រក់ពីម្ដាយ Phil Foden ទេអ្នកគ្រប់គ្រង Manchester United សិតតែខ្វះសីលធម៌ឬអើងវណ្ណៈប៉ុន្តែវាជាអ្វីដែលកើតឡើងនៅគ្រប់ទីកន្លែងមិនត្រឹមតែនៅចក្រភពអង់គ្លេសនោះទេអរគុណប្រិយមិត្តយើងសម្រាប់ការតាមដានទស្សនាវីដេអូរបស់ Admin ជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណ